តោះបងមើលសកម្មភាពចាក់បំពេញកន្លែងលាងដៃលាងជើងនេះបាទแล้วពងជោគសាច់ដាក់ជោគសាច់ធ្លាប់បាតក្រោមវាមួយតង់ពីរតង់អញ្ចឹងទៅយើងយកថ្មមិចយើងហ្នឹងដាក់ពីលើមួយតង់ទៀតកុំឲ្យវាជាប់ដៃជាប់ជើងពេលយើងលាងហើយអញ្ចឹងណាដងអស់យកទៅដាក់ឲ្យបងប្អូនកន្លែងយើងឆ្អៀតបន្តិចមួយរៀបអិតហ្នឹងព្រមធ្វើសួននៅមុខទប់ទឹកហ្នឹងឯងដាក់ដាំផ្កាដាំអីហ្នឹងទៅវាមានសោភ័ណភាពស្រស់ស្អាតហើយយើងដាក់ខ្សាច់ទ្រាប់វាខ្ជិលចាក់សាបបងប្អូនចាក់សាបទៅវាទឹកវាអត់ជ្រាបទៅក្រោមបើយើងដាក់អញ្ចឹងទៅយើងដាក់ទៅយកហើយវាមួយទៅពេលយើងលាងដៃលាងជើងអាទឹកនឹងវាជ្រាបចូលទៅអាកន្លែងសួនផ្កាយើងដាក់ដាំបើយើងចាក់ប៊ីតុងយើងចាក់ស៊ីម៉ង់វាជាប់នៅវាអត់ហូរទៅក្រោមទេឡើងបងចាក់ថ្មមកតង់ទៀតចាក់ថ្មវាឲ្យស្មើអញ្ចឹងមកពេលយើងដាក់ថ្មអញ្ចឹងពេលយើងលាងដៃលាងជើងទៅវាអត់ជាប់សាច់ជាប់អីមកតាមបើយើងអត់ដាក់ទេដាក់តែថ្មដាក់តែខ្សាច់ពេលលាងទៅវាជាប់អញ្ចឹងយើងដាក់ថ្មឥឡូវរួចរាល់ហើយបាញ់ទឹកប្រហាប់វាលាងដៃលាងជើងរួចរាល់អញ្ចឹងយើងលាងដៃលាងជើងឲ្យស្អាតអញ្ចឹងទៅណាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាសុខសប្បាយទាំងអស់គ្នា